ខ្វាមេព្រេប្រាម្ចាស់បាល់ទាំង3គ្រាប់របស់ព្រះខ័នរាជស្វាយរៀងគឺជាអ្នកសុទ្ធមុនគេខ្វាមេព្រេប្រាចូលព្រះខ័នរាជស្វាយរៀង1វិសាខា0បាទនេះគឺជាការទាត់របស់ពេលប្រាខ្វាមេបាទយកទៅម្ដងហើយក៏បាទរំបាទអមទូករស័យរសាត់មួយបាទហើយបន្តមកទៀតគឺជាវេនរបស់វិសាខាវិញម្ដងដែលបាទរ៉ាប់រងដោយសិនកកដាបាទជួបជាមួយនឹងប្អូនប្រុសវិរៈតារាកញ្ញាយាមដាក់បំប្រុសមួយបាទសិនកកដានៅថ្ងៃនេះបាទរួមចំណែកយ៉ាងធំធេងហើយក៏ជាកីឡាករមួយរូបដែលជាប់នៅក្នុងបាទកីឡាករល្អទាំង11នៃលីគកំពូលកម្ពុជារដូវកាល2025-2026ផងដែរតារាឬកកដាឬតារាសិនកកដា1ទល់នឹង1បាទទាត់បាទត្រកបាទចំណុចមិនខុសពីពេលប្រាខ្វាមេប្រមាណនោះទេបាទយើងមើលបាទអត់ខ្វល់ច្រើនទេបាទគឺទាត់ពេនទៅរកបាទខាងឆ្វេងនោះតែម្ដងលបឿននឹងការទាត់បាទគៀកជាមួយនឹងបង្គោលធ្វើឲ្យតារាមិនអាចសង្គ្រោះបាននោះទេ Patrick Robson វិញម្ដងគឺជាកីឡាករទី2របស់ព្រះខ័នរាជស្វាយរៀងដែលនឹងត្រូវរ៉ាប់រងការទាត់បាល់ពីនៃអសិរ័យបាទទាត់បាល់ពេណាល់ទីកាត់សេចក្តីនេះ Patrick មុខស្មើ Patrick មុខស្មើ Patrick ឬក៏កៅសុកសិលា Patrick ថយឆ្ងាយក្រៅប្រអប់តែម្ដង Patrick Robson បាទគាត់មកទៀតដើរមកលើកទឹកចិត្តអ្នកចាំទីវិរៈតារាដោយមិនរាំបាទ Brazilian dance ដែលខ្លួនធ្លាប់ celebrate នោះទេបាទការទាត់របស់ Patrick Robson បាទគឺជាការទាត់បាទបែបបាទគេហៅថាបាទមិនបាទបង្ខំទៅជាការប្រើប្រាស់ជំហានឆ្ងាយដើម្បីឲ្យសិលាគាត់ថាខ្លួននឹងទាត់បាល់ប្រើកម្លាំងប៉ុន្តែការទាត់របស់ Patrick Robson គឺចំដាល់ទីតែម្ដងដែលធ្វើឲ្យអ្នកចាំទីការសិលាលោតទៅខាងស្ដាំដៃរបស់ខ្លួនអ្នកទាត់ទី2របស់វិសាខាគឺ Scott Allardyce ចាក់ក្រមាទី2នៅក្នុងការប្រកួតនេះ Scott Allardyce ឬក៏វិរៈតារាកញ្ចែបានបន្លឺឡើង Scott Allardyce ល្អមែនទែនវិសាខា2ព្រះខ័នរាជស្វាយរៀង2នៅក្នុងការទាត់បាល់កាត់សេចក្តី11ម៉ែត្រការទាត់របស់ Scott Allardyce គឺជាការទាត់ដោយញាក់ការលោតរបស់វិរៈតារាទៅខាងឆ្វេងដៃរបស់ខ្លួនទំនុកចិត្តរួមជាមួយនឹងការប្រើប្រាស់បច្ចេកទេសអ្នកទាត់គ្រាប់ទី3របស់ព្រះខ័នរាជស្វាយរៀងកំពុងតែដើរមកកាន់ប្រអប់គ្រោះថ្នាក់នៅក្នុងការទាត់បាល់គឺ Takashi Odawara ដែលជាប្រធានក្រុមរបស់ព្រះខ័នរាជស្វាយរៀងបន្ទាប់ពីសឿយវិសាលធ្លាប់ខ្យល់ដើម្បីឲ្យទំនុកចិត្តកាន់តែមាននៅក្នុងខ្លួនគុតចែបានបន្លឺឡើង Takashi Odawara ត្រៀមនៅក្នុងការទាត់បាល់Takashi Odawara 1-1ជ្រុំជើងសេះ Takashi Odawara ល្អមែនទែន3ទល់នឹង2ព្រះខ័នរាជស្វាយរៀងនាំមុខទៅលើវិសាខាបាទការជ្រុំ1-1ឬក៏បាទទាត់បញ្ចូលទីបានយ៉ាងល្អពីប្រធានក្រុមបាទព្រះខ័នរាជស្វាយរៀងហើយក៏បាទអបអបាទឌឺដងមួយដែរ3រូបដំបូងរបស់ព្រះខ័នរាជស្វាយរៀងសុទ្ធតែជាកីឡាករបរទេសបាទ3រូបដំបូងរបស់
វិសាខាមានកីឡាករបរទេសចំនួន2រូបហើយនេះគឺជាកីឡាករបរទេសទី2ប្រធានក្រុម Vitaly Jagodensky Jago go far away from goal អូយបាទសម្ពាធផ្លូវចិត្តខ្លាំងណាស់បាទ Vitaly Jagodensky បន្ទាប់ពីបាទគាត់ចូលទីខ្លួនឯងលើជុំមកធ្វើឲ្យប្រធាននេះបន្តក្តីរំពឹងមកដល់វគ្គពេណាល់ទីកាត់សេចក្តីនេះឥឡូវគេជប់ពីក្រោមមួយជើងរំលងរបាទីអូយបាទអ្នកលេងបាល់ទាត់ច្បាស់ជាយល់សម្ពាធអារម្មណ៍មួយនេះបាទឥឡូវយូដៃអូហ្គាវ៉ាវិញម្ដងយូដៃអូហ្គាវ៉ាឬក៏សុកសេឡាយូដៃអូហ្គាវ៉ាបាទកីឡាករមានសម្ពាធអាយដាមប្រធានក្លឹបបាទសម្ពាធជាងកីឡាករទៀតបាទអញ្ចឹងនេះគឺជាគ្រាប់បាល់ទី4ហើយគ្រាប់បាល់បន្ទាប់ប្រសិនបើមិនចូលទីការទាត់ពេណាល់ទីគឺនឹងបញ្ចប់ត្រឹមនេះតែម្ដងវិរៈតារាកំពុងតែមកឈោកដើម្បីដាក់សម្ពាធទៅលើកីឡាកររបស់វិសាខាដែលជាអ្នកទាត់គ្រាប់បាល់កាត់សេចក្តីទី4នៅក្នុងការប្រកួតនេះគឺថាគ្រីយ៉ាយុវជនវ័យក្មេងដែលទទួលបានការផ្ដល់ឱកាសពីសំណាក់គ្រូបង្វឹកគឺលោក Scott Cooper ជាអ្នកទាត់បាល់ទី4របស់វិសាខាចូលឬក៏មិនចូលថាគ្រីយ៉ាវិរៈតារាថាគ្រីយ៉ា3 ទល់នឹង 4តាមពីក្រោយវិសាខាសុទ្ធគ្រាប់ទី4បានសម្រេចដោយកីឡាករថាគ្រីយ៉ាអ្នកទី5ត្រៀមនៅក្នុងការទាត់បាល់ឲ្យព្រះខ័នរាជស្វាយរៀង Faris Hamuti បើសិនជាសុទ្ធចូលព្រះខ័នរាជស្វាយរៀងនឹងក្រងជើងឯកពានរង្វាន់សម្ដេចតេជោឆ្នាំ2025-2026បើសិនជាមិនចូលរងចាំការទាត់គ្រាប់ទី5របស់វិសាខា Faris Hamuti មិនក្រឡេកទៅមើលទីទេគឺមើលតែបាល់ហើយក៏ក្រឡេកទៅមើលទីបន្តិចការទាត់គ្រាប់ទី5របស់ព្រះខ័នរាជស្វាយរៀងចូលឬមិនចូល Faris Hamuti ចូលសាទរព្រះខ័នរាជស្វាយរៀងក្លាយជាម្ចាស់ជើងឯកនៃការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី19ឆ្នាំ2025-2026